មានប៉ុន្មានក៏មិនសល់សួរសំណួរទាំង3នេះសិនមុននឹងសម្រេចទិញអ្វីមួយធានាថាលែងហ៊ានចាយលុយផ្ដេសផ្ដាសទៀតហើយទិញតាមចំណង់ចង់តាមចំណូលចុងខែមិនតន់អង្គុយរអ៊ូធ្វើមុខជូរព្រោះដាច់លុយបានคล้ายទៅជាទម្លាប់ប្រចាំត្រកូលមួយសម្រាប់មនុស្សភាគច្រើនដែលពិបាកទប់អារម្មណ៍ក្នុងការចាយវាយលុយកាក់ផ្ដេសផ្ដាសហើយខាងក្រោមនេះគឺជាសំណួរ3ធំដែលអ្នកគួរតែសួរមកកាន់ខ្លួនឯងមុននឹងសម្រេចចិត្តទិញអ្វីមួយទី1ហេតុអ្វីបានជាខ្ញុំត្រូវទិញទំនិញរបស់ទាំងនេះសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកទិញត្រូវតែមានគោលដៅជាក់លាក់ជាក់ស្ដែងលើសពីការដែលគ្រាន់តែចង់បានឧទាហរណ៍ប្រសិនបើអ្នកកំពុងតែពិចារណាទិញឡានថ្មីហេតុផលដែលល្អក្នុងការទិញវាប្រហែលជាអ្នកមានកូនឬក៏ឪពុកម្ដាយចាស់ជរាហើយត្រូវការរកកន្លែងអង្គុយបន្ថែមបើអ្នកមានគម្រោងទិញកុំព្យូទ័រថ្មីព្រោះកុំព្យូទ័រចាស់របស់អ្នកលែងដំណើរការជាដើមទី2តើវាបានបន្ថែមតម្លៃសម្រាប់ជីវិតខ្ញុំទេនៅពេលដែលអ្នកដឹងពីគោលបំណងក្នុងការទិញទំនិញអ្វីមួយរួចហើយជំហានបន្ទាប់គឺភ្ជាប់គោលបំណងនោះទៅនឹងការផ្ដល់តម្លៃត្រឡប់មកវិញតើវាធ្វើឲ្យជីវិតរបស់អ្នកប្រសើរជាងមុនដែរឬទេតើរបស់នោះធ្វើឲ្យអ្នកសប្បាយចិត្តយូរអង្វែងទេឬក៏គ្រាន់តែជាការជ្រើមជ្រួលអារម្មណ៍មួយពេលតែប៉ុណ្ណោះទី3តើខ្ញុំពិតជាត្រូវការពីឥឡូវនេះឬក៏ចាំពេលក្រោយក៏បានមនុស្សបច្ចុប្បន្នភាគច្រើនមានទំនោរចង់ទិញរបស់អ្វីមួយតាមការពេញចិត្តភ្លាមៗជាពិសេសការបញ្ជាទិញតាមអនឡាញតែម្ដងប្រហែលជាពួកគេយល់ឃើញថាទំនិញការទិញកំពុងពេញនិយមឬទិញតាមចំណង់ចំណូលចិត្តរបស់ខ្លួនគឺជារឿងដ៏ត្រឹមត្រូវក៏ប៉ុន្តែជាក់ស្ដែងមិនដូច្នេះទេវាអាចជាការខ្ជះខ្ជាយលុយឬក៏ជួនកាលទិញហើយទុកចោលក៏មានដែរយ៉ាងណាមិញចូលចំណាយលុយទៅលើរបស់ណាដែលអ្នកយល់ថាវាមានភាពចាំបាច់ពិតប្រាកដហើយរៀនសន្សំសំចៃប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននោះទេនោះវានឹងគ្រប់គ្រងលុយរបស់អ្នកហើយលុយរបស់អ្នកនឹងគ្រប់គ្រងស្ថានភាពជីវិតរបស់អ្នកទាំងស្រុងជាមិនខាន